Oh boy. Oh boy, oh boy, oh boy, oh boy.បញ្យល់អត្ថន័យឃ្លាំងខ្លះ Oh boy ជាភាសាខ្មែរនេះគឺជាឃ្លាំងខ្លះមួយដែលយើងអាចប្រែដោយអាស្រ័យទៅលើការលើកដាក់ស្លេងរបស់យើងអាចប្រើវាដើម្បីបង្ហាញពីអារម្មណ៍រំភើបរីករាយអារម្មណ៍ភ្ញាក់ផ្អើលអារម្មណ៍រំជើបរំជួលឬក៏អារម្មណ៍ព្រួយបារម្ភឬក៏អារម្មណ៍តប់ប្រមល់ខ្លាំងឧទាហរណ៍មួយទាក់ទងទៅនឹងអារម្មណ៍រំភើបរីករាយ Oh boy I can't wait for the concert នៅក្នុងឧទាហរណ៍នេះយើងអាចបកប្រែ clear Oh boy យ៉ាងម៉េចក៏បានដែរឲ្យតែបង្ហាញពីអារម្មណ៍រំភើបរីករាយទៅយើងអាចបកប្រែថាអើយឬក៏អូប្រែអើយឬក៏យេខ្ញុំពិតជាចង់ទៅឬក៏ខ្ញុំពិតជារំភើបចំពោះការប្រគំតន្ត្រីនេះមែនតើមានន័យថាយើងចង់ឲ្យវាមកដល់ឆាប់ៗឧទាហរណ៍មួយទៀតទាក់ទងទៅនឹងអារម្មណ៍ព្រួយបារម្ភ Oh boy I forgot to submit the report យើងអាចបកប្រែវាថាអាយយឬក៏ចង្រៃខ្ញុំបានភ្លេចដាក់បញ្ចូលរបាយការណ៍ឧទាហរណ៍មួយទៀតទាក់ទងទៅនឹងអារម្មណ៍រំជើបរំជួលឬក៏អារម្មណ៍តប់ប្រមល់ខ្លាំង Oh boy this day just keeps getting worse មានន័យថាអូនអើយម៉ែអើយចំយ៉ាថ្ងៃនេះកាន់តែយ៉ាប់យ៉ឺនទៅហ្មងមានន័យថាយើងបកប្រែយ៉ាងម៉េចក៏បានដែរឲ្យតាវាបង្ហាញពីអារម្មណ៍ខ្លាំងអារម្មណ៍រំភើបខ្លាំងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងអារម្មណ៍តប់ប្រមល់ខ្លាំងឬក៏អារម្មណ៍ព្រួយបារម្ភខ្លាំង